ជម្រាបសួរពុកម៉ែបងប្អូនបងដែលជាអ្នកផលិតដំណាំត្រីទាំងអស់គ្នាថ្ងៃនេះខ្ញុំចែកម្លែកតកតងការកាត់ផ្លែចាធ្វើម៉េចឲ្យផ្លែហ្នឹងទុំល្អទុំស្រស់ហើយមានរសជាតិឆ្ងាញ់ចាអញ្ចឹងខ្ញុំចែកម្លែកតកតងនឹង4កត្តាដែលពុកម៉ែបងប្អូនយកទៅអនុវត្តទៅទទួលបានជោគជ័យចាទី1គឺយើងត្រូវកំណត់ផ្លែដែលត្រូវកាត់ណាចាអាយុឲ្យបានពិតប្រាកដថាអាយុប៉ុណ្ណាត្រេនផបងត្រូវតែច្បាស់ក្នុងការកំណត់នៅអាយុចាអាយុដែលត្រូវកាត់គឺចន្លោះ125ថ្ងៃ120ទៅ130ថ្ងៃហ្នឹងចាតាមទៅតាមតំបន់តាមចំការចាហើយបើសិនជាបងអត់ច្បាស់នៅក្នុងការកំណត់អាយុទេយើងអាចកំណត់សម្គាល់ទៅលើផ្លែចាផ្លែដែលវាចាស់វាអាចមានចាស់ពណ៌សម្បុរឬក៏មានការជ្រុះអីចឹងទៅមុននឹងវាទុំទាំងអស់ហ្នឹងក៏មានការជ្រុះមួយហូរហែដែលយើងអាចកំណត់កាត់បានចាទី2យើងមុននឹងកាត់យើងត្រូវធ្វើស្លឹកអាចាស់ចាធ្វើស្លឹកអាចាស់អញ្ចឹងការធ្វើស្លឹកអាចាស់នេះគឺតិចនិចមួយដែរដែលជួយធ្វើឲ្យផ្លែយើងទុំល្អចាហើយទី3ហ្នឹងគឺយើងកាត់បន្ថយទឹកចាកាត់បន្ថយទឹកគឺតិចនិចសំខាន់គឺកាត់បន្ថយទឹកនេះគឺធ្វើឲ្យផ្លែហ្នឹងផ្អែមល្អចាផ្អែមឆ្ងាញ់តែម្ដងក្អួតជាប់មាត់ណាចាហើយទី4ហ្នឹងគឺយើងបញ្ឈប់ចាការប្រើថ្នាំពុលជីថ្នាំពុលផ្សេងបញ្ឈប់ប្រើធ្វើម៉េចឲ្យបានមុន15ចាមុន20ទៅ15ទៅ20ថ្ងៃចាអរគុណច្រើនសម្រាប់ការចែករំលែកជូនពុកម៉ែបងប្អូនប៉ុណ្នេះចាអរគុណជំរាបលា